Welcome to the Voice of America in Khmer. Direct from Washington, the Voice of America, VOA. សួស្តីលោកអ្នកស្ដាប់ជាទីមេត្រីក្នុងការផ្សាយ60នាទីរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិកនៅរាត្រីថ្ងៃអង្គារទី24ខែមិនិនាឆ្នាំ2015នេះខ្ញុំកែយ៉ាននិងសហការីនៃក្រុមផ្សាយជាខេមរៈភាសាសូមស្វាគមន៍លោកអ្នកនាងពីរដ្ឋធានី Washington ជាដំបូងលោកជិងពូជីនសូមជូនចំណងជើងនៃព័ត៌មានសំខាន់លោកប្រធានាធិបតីបារាំងប្រង់ស៊ូអឡង់បានមានប្រសាសន៍ថាទំនងជាគ្មានអ្នកនៅរស់រានមានជីវិតនៅក្នុងការធ្លាក់យន្តហោះនោះទេមានសេចក្តីរាយការណ៍ថាអ៊ីស្រាអែលធ្វើចារកម្មលើការចរចានុយក្លេអ៊ែរអ៊ីរ៉ង់ចិនធ្វើការប្រហារជីវិតមនុស្ស3នាក់ដែលវាយប្រហារស្ថានីយ៍រទេះភ្លើងកាលពីឆ្នាំទៅនៅក្នុងកម្មវិធីផ្សាយរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិកយើងខ្ញុំនៅរាត្រីនេះសូមអញ្ជើញរងចាំស្ដាប់សេចក្តីរាយការណ៍ដូចខាងក្រោម 1. ទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអូស្ត្រាលីទៅប្រទេសកម្ពុជាដើម្បីពិភាក្សាតើជាកិច្ចកិច្ចធម្មតាអត់មានទៅចុះទៅពុកជាទួលមិនអត់មានទេបាទរំបាញ់មិញនេះគឺជាប្រសាសន៍របស់លោកខៀវសុភ័ក្រទី2លោកអ្នកនាងនឹងស្ដាប់សុខភាពបានប្រសើរឡើងរបស់លោកជាសឹមនៅក្រោយការវះកាត់ទី3ការអនុម័តច្បាប់បោះឆ្នោតជំរងចម្រាស់ដោយរដ្ឋសភាកម្ពុជាហើយនឹងទី4សេចក្តីសម្ភាសជាមួយអ្នកគ្រូនាងផល្លាអំពីអង្គការគ្រួសារថ្មីដែលអ្នកគ្រូដឹកនាំលោកអ្នកនាងនឹងបានស្ដាប់សេចក្តីរាយការណ៍ទាំងនេះនៅក្នុងពេលប៉ុន្មាននាទីខាងមុខជាបឋមលោកជិងពូជីនសូមជូនព័ត៌មានអន្តរជាតិពិស្ដាលើកទី1សូមអញ្ជើញលោកពូជីនអរគុណលោកប្រធានាធិបតីបារាំងប្រង់ស៊ូអឡង់បានមានប្រសាសន៍ថាវាទំនងថាគ្មានមនុស្សនៅរស់រានមានជីវិតនៅយន្តហោះធុន Airbus A320 ដែលបានធ្លាក់នៅតំបន់ភ្នំ Alps នៃប្រទេសបារាំងជើងហោះហើរលេខ9525របស់ក្រុមហ៊ុនអាកាសចរ Germanwings ដែលបានដឹកអ្នកដំណើរ148នាក់បានធ្លាក់នៅព្រឹកថ្ងៃអង្គារនេះក្នុងអន្លង់ការហោះហើរចេញពីទីក្រុងបាសេឡូណានៃប្រទេសអេស្ប៉ាញទៅកាន់ទីក្រុង Düsseldorf នៃប្រទេសអាល្លឺម៉ង់ពួកអាជ្ញាធរនិយាយថាកំទេចបាក់បែកពីការធ្លាក់យន្តហោះនោះបានត្រូវប្រទះឃើញដោយឧទ្ធម្ភាគចក្រនៅក្នុងតំបន់ដាច់ស្រយាលនៃភាគអាគ្នេយ៍ប្រទេសបារាំងដែលនឹងមានការលំបាកសម្រាប់ក្រុមរុករកដើម្បីឲ្យបានទៅដល់ទីកន្លែងនោះយន្តហោះនោះបានបញ្ជូនសញ្ញាភាពអាសន្នភ្លាមមុនពេលវាបានបាត់ពីកញ្ចក់រ៉ាដាក្រុមហ៊ុនអាកាសចរ Germanwings ជាសាខារបស់ក្រុមហ៊ុនអាកាសចរ Lufthansa ដែលមានទីតាំងនៅក្នុងប្រទេសអាល្លឺម៉ង់លោកប្រធានាធិបតីបារាំងប្រង់ស៊ូអឡង់បានមានប្រសាសន៍ថាអាចជនរងគ្រោះជាច្រើនជាពលរដ្ឋអាល្លឺម៉ង់The Voice of America, VOA. នៅពេលដែលសហរដ្ឋអាមេរិកនិងមហាអំណាច5ផ្សេងទៀតរបស់ពិភពលោកបានធ្វើការចរចានុយក្លេអ៊ែរជាមួយអ៊ីរ៉ង់អ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តអាមេរិកបានប្រើប្រាស់ការស៊ើបការណ៍ដើម្បីប្រមូលសេចក្តីលម្អិតនៃការចរចាសម្ងាត់ហើយនឹងធ្វើការងារនៅខាងក្រោយឆាកដើម្បីបំផ្លាញកិច្ចព្រមព្រៀងដ៏ធំមួយនេះតាមសេចក្តីរាយការណ៍ដែលបានចុះផ្សាយកាលពីយប់ថ្ងៃច័ន្ទដោយកាសែត Wall Street Journal កាសែត Wall Street Journal បានប្រាប់ឲ្យដឹងថាពួកមន្ត្រីសេតវិមានបានដឹងកាលពីឆ្នាំទៅថាអ៊ីស្រាអែលបានប្រើប្រាស់ការលួចស្ដាប់ព័ត៌មានសម្ងាត់ខ្លីៗរបស់សហរដ្ឋអាមេរិកអ្នកស៊ើបការណ៍និងការតាក់ទងពួកអ្នកការទូតអឺរ៉ុបដើម្បីសិក្សាពីសេចក្តីលម្អិតនៃការចរចានេះសេចក្តីរាយការណ៍នោះបានប្រាប់ឲ្យដឹងទៀតថាអ៊ីស្រាអែលបានបដិសេធពីចារកម្មដោយផ្ទាល់លើសហរដ្ឋអាមេរិកក៏ប៉ុន្តែផ្ទុយទៅវិញចង់បានព័ត៌មានដោយការឃ្លាំមើលពួកមេដឹកនាំដែលទទួលបានព័ត៌មានស្តីពីការចរចានោះពួកអ្នកការទូតនិងអ្នកជំនាញការមកពីប្រទេសអ៊ីរ៉ង់និងក្រុមដែលរួមមានសហរដ្ឋអាមេរិកអង់គ្លេសចិនបារាំងរុស្ស៊ីនិងអាល្លឺម៉ង់កំពុងស្វាស្វែងធ្វើឲ្យមានកិច្ចព្រមព្រៀងដើម្បីធ្វើឲ្យប្រកាសថាអ៊ីរ៉ង់មិនស្វាស្វែងស្ថាបនាអាវុធនុយក្លេអ៊ែរនៅក្នុងការដោះដូរទៅនឹងការបន្ធូរបន្ថយការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏ខ្លាំង
ភាគីទាំងអស់បានព្រមព្រៀងរក្សាសេចក្តីលម្អិតនៃការចរចារបស់ខ្លួនជាការសម្ងាត់ដើម្បីព្យាយាមរារាំងពីឥទ្ធិពលខាងក្រៅកុំឲ្យប៉ះពាល់ដល់លទ្ធផលនៃការចរចានោះអ្វីបើមានការសន្យាពីការរក្សាការសម្ងាត់ក៏ដោយពួកមន្ត្រីអ៊ីស្រាអែលបានធ្វើសេចក្តីថ្លែងការណ៍ម្ដងហើយម្ដងទៀតដោយពោលអះអាងថាកិច្ចព្រមព្រៀងដ៏ខ្លាំងមួយមិនខ្លាំងល្មមគ្រប់គ្រាន់ដើម្បីធ្វើឲ្យប្រកាសថាអ៊ីរ៉ង់នឹងមិនអាចធ្វើអាវុធនុយក្លេអ៊ែរបាននោះទេប្រទេសចិនបានកាត់ទោសបរិសុទ្ធ3នាក់ចំពោះទូនីតិរបស់ពួកគេនៅក្នុងការវាយប្រហារដល់វឡ័យកាលពីឆ្នាំទៅដែលបានសម្លាប់មនុស្ស31នាក់នៅឯស្ថានីយ៍រទេះភ្លើងមួយកន្លែងនៅក្នុងទីក្រុងគុនមីងភាគនិរតីនៃប្រទេសចិនយោងទៅតាមសេចក្តីថ្លែងការណ៍ដោយតុលាការប្រជាជនមជ្ឈិមទីក្រុងគុនមីងបានប្រាប់ឲ្យដឹងថាពួកបរិសុទ្ធដែលមានឈ្មោះថាអ៊ីស្កាន់ដាអេហេតតុងហ្គុនតូធុនយ៉ានិងហាស៊ីនយ៉ាមូហាម៉ាត់បានត្រូវប្រហារជីវិតនៅថ្ងៃអង្គារនេះបរិសុទ្ធទាំង3នាក់នោះបានត្រូវរងការចាប់ប្រកាន់កាលពីខែកញ្ញាពីបទមនុស្សឃាតហើយនឹងការដឹកនាំក្រុមភេរវកម្មដែលពួកអាជ្ញាធរនិយាយថាបានធ្វើការវាយប្រហារដោយកំបិតកាលពីខែមីនាឆ្នាំ2014ទៅលើស្ថានីយ៍រទេះភ្លើងនៅទីក្រុងគុនមីងប៉ូលីសបានបាញ់សម្លាប់អ្នកវាយប្រហារ4នាក់នៃអ្នកវាយប្រហារ5នាក់អ្នកវាយប្រហារម្នាក់ទៀតជាស្ត្រីមានផ្ទៃពោះបានត្រូវចាប់ខ្លួនទាំងរស់ហើយបានទៅតុលាការកាត់ទោសឲ្យជាប់គុកអស់មួយជីវិតការវាយប្រហារដល់បលាយបំផុតមួយដែលចិនបានស្ដីបន្ទោសទៅលើពួកទាមទារបំបីរដ្ឋដែលមានទីតាំងនៅក្នុងតំបន់ស៊ីនជៀងភាគខាងលិចឆ្ងាយដែលជាទីកន្លែងរបស់ក្រុមជនជាតិភាគតិច Uyghur ដែលភាគច្រើនជាអ្នកកាន់សាសនាអ៊ីស្លាមក្នុងប៉ុន្មានឆ្នាំថ្មីនេះមនុស្សរាប់រយនាក់បានត្រូវសម្លាប់នៅក្នុងការវាយប្រហារហិង្សាដែលបានកើតមានឡើងដោយទៅលើជនស៊ីវិលដោយពួករដ្ឋអាជ្ញារដ្ឋាភិបាលចិនបានឆ្លើយតបដោយធ្វើការបង្ក្រាបយ៉ាងចាស់ដៃដែលបាននាំឲ្យមានប្រហារជីវិតមនុស្សរាប់សិបនាក់ហើយនឹងចាប់ខ្លួនមនុស្សរាប់រយនាក់ជាបន្តមកទៀតវិទ្យុសំឡេងសហរដ្ឋអាមេរិកយើងខ្ញុំនឹងជូនសេចក្តីរាយការណ៍ដូចតទៅសូមកែទី1គឺសេចក្តីរាយការណ៍អំពីទស្សនកិច្ចរបស់មន្ត្រីកម្ពុជាទៅប្រទេសអូស្ត្រាលីវិញដើម្បីនឹងចរចាអំពីបញ្ហាផ្ដាល់ទីលំនៅដល់ជនភៀសខ្លួនពីអូស្ត្រាលីនៅក្នុងប្រទេសកម្ពុជាហើយទី2សុខភាពបានប្រសើរឡើងរបស់លោកជាសឹមនៅក្រៅការវះកាត់ទី3ជីវប្រវត្តិត្រួសរបស់លោកអតីតនាយករដ្ឋមន្ត្រីប្រទេសសង្ហបុរីលីខ្វាន់យូរួចនៅក្នុងការផ្សាយ30នាទីចុងក្រោយយើងខ្ញុំនឹងសូមជូនសេចក្តីរាយការណ៍ដូចតទៅ1ការអនុម័តច្បាប់បោះឆ្នោតដ៏ចម្រូងចម្រាសដោយរដ្ឋសភាប្រទេសកម្ពុជាហើយនឹងទី2សេចក្តីសម្ភាសជាមួយអ្នកគ្រូនាងផល្លាអំពីអង្គការឈ្មោះអង្គការគ្រួសារថ្មីដែលអ្នកគ្រូដឹកនាំមន្ត្រីរដ្ឋាភិបាលប្រទេសកម្ពុជាបានចាក់ចែងទៅកាន់ប្រទេសអូស្ត្រាលីនៅថ្ងៃនេះដែលកាសែតនៃប្រទេសនេះរាយការណ៍ថានេះជាដំណើរទស្សនកិច្ចដែលជាប់តាក់ទងនឹងការផ្ដល់ទីជម្រកថ្មីសម្រាប់ជនភៀសខ្លួនពីប្រទេសអូស្ត្រាលីមកកាន់កម្ពុជាក៏ប៉ុន្តែអ្នកនាំពាក្យក្រសួងមហាផ្ទៃបានបង្ហាញថាការអះអាងខាងលើមិនទាន់មានភាពច្បាស់លាស់នៅឡើយទេលោកគង់ស្ថានរិទ្ធនៃ VOA រាយការណ៍ជូនពីរាជធានីភ្នំពេញលោកសុកខេងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញដំណើរទៅកាន់ប្រទេសអូស្ត្រាលីនៅថ្ងៃអង្គារនេះដើម្បីចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការស្តីពីបញ្ហាជនអន្តោប្រវេសន៍ដែលកាសែតវ័យចំណាស់មួយរបស់ប្រទេសអូស្ត្រាលីបញ្ជាក់ថាមន្ត្រីរដ្ឋាភិបាលកម្ពុជានឹងជជែកអំពីការនាំជនភៀសខ្លួនអន្តរជាតិពីកោះនូរុមកកាន់ប្រទេសកម្ពុជាយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃឲ្យដឹងថានៅក្នុងដំណើរទស្សនកិច្ចរយៈពេល4ថ្ងៃនៅប្រទេសអូស្ត្រាលីលោកសុកខេងនឹងចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការបញ្ហាអន្តោប្រវេសន៍ជាមួយរដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍និងការពារព្រំដែនអូស្ត្រាលីនៅក្នុងគោលដៅរួមចំណែកនៅក្នុងការប្រយុទ្ធប្រឆាំងការគំរាមកំហែងផ្នែកសន្តិសុខជាពិសេសឧក្រិដ្ឋកម្មឆ្លងដែននិងអន្តោប្រវេសន៍ខុសច្បាប់កាសែត The Sydney Morning Herald បានចេញផ្សាយថា
គណៈប្រតិភូរបស់ប្រទេសកម្ពុជានឹងជួបជាមួយជនភៀសខ្លួននៅកោះនូរុកាសែតរាយការណ៍បន្ថែមថាជនភៀសខ្លួនប្រមាណជា5គ្រួសារនឹងត្រូវទទួលយកកាលពីចុងឆ្នាំ2014ប្រទេសទាំងពីរកម្ពុជានិងអូស្ត្រាលីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមមួយនៅក្នុងការបញ្ជូនជនភៀសខ្លួនចម្រុះជាតិសាសន៍ជាង 1000 នាក់ឲ្យមកតាំងលំនៅថ្មីនៅប្រទេសកម្ពុជាកិច្ចព្រមព្រៀងនោះដែលទទួលរងប្រតិកម្មពីអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិជាច្រើនដោយពួកគេសំអាងទៅលើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាមិនល្អទោះជាយ៉ាងនេះក្តីលោកនាយឧត្តមសេនីយ៍ខៀវសុភ័ក្រអ្នកនាំពាក្យក្រសួងមហាផ្ទៃបញ្ជាក់ថាលោកសខេងនឹងមិនចុះហត្ថលេខាឬជជែកបន្ថែមណាមួយទៅលើចំណោទបញ្ហានៃជនអន្តោប្រវេសន៍ទាំងនោះទេតើតែជាទស្សនកិច្ចធម្មតាអត់មានទៅចុះកិច្ចព្រមព្រៀងទួលមិនអត់មានទេលោកនាយឧត្តមសេនីយ៍ខៀវសុភ័ក្រអះអាងថារហូតមកទល់ពេលនេះនៅមិនទាន់មានជនភៀសខ្លួនណាម្នាក់នៅជំរំនៃកោះនូរុបានចុះឈ្មោះដើម្បីមកតាំងលំនៅថ្មីនៅកម្ពុជានៅឡើយទេកាលពីពេលថ្មីកន្លងទៅនេះមន្ត្រីកម្ពុជាបានទៅជួបជនភៀសខ្លួនដែលកំពុងតែស្ថិតនៅក្នុងជំរំបណ្ដោះអាសន្ននៃសាធារណរដ្ឋនូរុដែលជាដីកោះដ៏តូចមួយនៅក្នុងសមុទ្រប៉ាស៊ីហ្វិកដែលស្ថិតនៅក្រៅប្រទេសអូស្ត្រាលីការជួបពួកគេដើម្បីពន្យល់ពីលក្ខខណ្ឌមួយចំនួនដែលពួកគេនឹងត្រូវតាំងលំនៅថ្មីនោះប្រទេសអូស្ត្រាលីបានផ្ដល់ប្រាក់ប្រមាណជា$35 លានសម្រាប់ការតាំងលំនៅថ្មីរបស់ពួកគេបើយោងទៅតាមគម្រោងជនភៀសខ្លួននៅកោះនូរុអាចនឹងត្រូវបញ្ជូនមកកម្ពុជានៅក្នុងរង្វង់ឆ្នាំ2015នេះពួកគេនឹងត្រូវដាក់ឲ្យស្នាក់នៅរយៈពេល1ឆ្នាំនៅក្នុងទីក្រុងភ្នំពេញមុននឹងត្រូវផ្ដល់ជំរកអចិន្ត្រៃយ៍នៅទីតាំងផ្សេងភ្នាក់ងារផ្ដល់ជំនួយមួយចំនួនដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជាបានទាត់ចោលកិច្ចព្រមព្រៀងសម្រាប់ការតាំងលំនៅថ្មីនៃជនភៀសខ្លួនពីប្រទេសអូស្ត្រាលីមកកាន់កម្ពុជាដោយនិយាយថាវាមិនសមរម្យសម្រាប់ប្រទេសមួយដែលទទួលរងការចោទប្រកាន់អំពីបញ្ហារំលោភសិទ្ធិមនុស្សនិងមិនមានបទពិសោធន៍នៅក្នុងការផ្ដល់លំនៅឋានសម្រាប់ជនភៀសខ្លួនលោក Jason Evans នាយកអង្គការទស្សនពិភពលោក World Vision បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបញ្ជូនមកកាន់ VOA សម្លេងសហរដ្ឋអាមេរិកនៅថ្ងៃនេះថាមានកិច្ចប្រជុំមួយជាមួយស្ថានទូតអូស្ត្រាលីកាលពីឆ្នាំមុនលោកបញ្ជាក់ថាលោកមើលឃើញថាការតាំងលំនៅថ្មីនៃជនភៀសខ្លួននៅប្រទេសកម្ពុជាមិនមែនសម្រាប់ផលប្រយោជន៍ប្រជាពលរដ្ឋកម្ពុជាទេហើយគឺជាការបន្ថែមគំនាបកម្ពុជាដែលនៅមានកម្រិតក្រីក្រខ្ពស់នៅឡើយពីរាជធានីភ្នំពេញខ្ញុំគង់សុថានរិទ្ធ VOA The Voice of America VOA មន្ត្រីគណៈបកគ្រប់គ្រងអំណាចបាននិយាយថាលោកជាសឹមប្រធានគណៈបកបានទទួលការវះកាត់ផ្នែកខ្លះនៃរាងកាយក្នុងខណៈពេលដែលលោកបានសម្រាកព្យាបាលដ៏យូរក្នុងប្រទេសវៀតណាមលោកហេងរស្មីនៃ VOA សូមជូនសេចក្តីរាយការណ៍ពិស្ដារពីទីក្រុងភ្នំពេញដូចតទៅមន្ត្រីជាន់ខ្ពស់គណៈបកប្រជាជនកម្ពុជាបានថ្លែងថាលោកជាស៊ីមប្រធានគណៈបកនិងជាប្រធានព្រឹទ្ធសភាបានទទួលការវះកាត់ផ្នែកខ្លះមួយចំនួននៅក្នុងរាងកាយក្នុងខណៈពេលដែលលោកបានសម្រាកព្យាបាលដ៏យូរនៅក្នុងប្រទេសកុម្មុយនីសវៀតណាមលោកជឹមលៀងប្រធានអង្គរៈផ្ទាល់លោកជាស៊ីមបានទទួលស្គាល់ថាលោកជាស៊ីមពិតជាបានវះកាត់ផ្នែកខ្លះនៃរាងកាយរបស់លោកមួយចំនួនពិតមែនតែលោកមិនបានធ្វើអត្ថាធិប្បាយលម្អិតអំពីផ្នែកណាខ្លះនៃរាងកាយដែលលោកជាស៊ីមត្រូវបានធ្វើការវះកាត់នោះទេលោកបាននិយាយថាក្រុមគ្រូពេទ្យវៀតណាមគ្រាន់តែបានវះកាត់យកផ្នែកមិនល្អមួយចំនួនចេញពីរាងកាយរបស់លោកជាស៊ីមតែប៉ុណ្ណោះគាត់តែយើងមើលជួសកន្លែងណាមិនល្អចេញគាត់នៅវះកាត់ទៀតលោកជាស៊ីមប្រធានគណៈបកប្រជាជនកម្ពុជាត្រូវបានក្រុមគ្រួសារនាំយកទៅព្យាបាលជំងឺនៅក្នុងប្រទេសវៀតណាមចាប់តាំងពីចុងឆ្នាំ2014លោកបានបាត់មុខជាសាធារណៈអស់មួយរយៈពេលដ៏យូរដោយសារតែស្ថានភាពជំងឺនៃវ័យចាស់ជរារបស់លោកជំលៀងបានបញ្ជាក់ថាលោកជាស៊ីមបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញហើយនៅក្នុងស្ថានភាពជំងឺមានលក្ខណៈល្អប្រសើរជាងមុនលោកបាននិយាយថាលោកជាស៊ីមអាចដើរបាននិងអាចបំពេញការងារបានខ្លះលោកសុកអេសានអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាមិនបានធ្វើអត្ថាធិប្បាយជុំវិញជំងឺរបស់លោកជាស៊ីមទេអត់ដឹងសោះខ្ញុំដឹងតែគាត់អញ្ជើញទៅវៀតណាមគាត់អត់លឺវាមិនផ្លូវការណាអញ្ចឹងយើងមិនដឹងការពិតយ៉ាងម៉េចលោកមុំសេរិន
នាយកខុទ្ទកាល័យលោកជីស៊ីមមិនបានធ្វើអត្ថាធិប្បាយទេដោយលោកនិយាយថាកំពុងជាប់រវល់ចំណែកលោកម៉ាក់វិចិត្រនាយរងខុទ្ទកាល័យបានបញ្ជាក់ថាលោកមិនដែលបានជួបលោកជីស៊ីមទេនៅក្នុងរយៈពេលចុងក្រោយនេះមិនដែលបានជួបគាត់ផងខ្ញុំអត់មានការងារអីមួយគាត់ផងលោកជីស៊ីមអាយុ83ឆ្នាំប្រធានគណៈបកប្រជាជនកម្ពុជាមិនបានបង្ហាញមុខតាំងពីខួបលើកទី36ឆ្នាំដែលគណៈបកប្រជាជនកម្ពុជាបានរំលឹកថាជាថ្ងៃជ័យជំនះថ្ងៃ7ខែមករាហើយក្រោយមកនៅពេលដែលគណៈបកនេះធ្វើមហាសន្និបាតកាលពីចុងខែមករាក៏លោកជីស៊ីមមិនមានវត្តមានដែរមានមេដឹកនាំជាន់ខ្ពស់សំខាន់ចំនួន2នាក់ហើយបានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជាគឺលោកជីស៊ីមនិងលោកប៉ែនសវណ្ណអតីតនាយករដ្ឋមន្ត្រីនៅក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាលោកប៉ែនសវណ្ណអាយុ79ឆ្នាំមានជំងឺដាច់សរសៃឈាមក្នុងខួរក្បាលកាលពីថ្ងៃទី17ខែមករានៅគេហដ្ឋានរបស់លោកក្នុងខេត្តតាកែវបន្ទាប់ពីបានវិលត្រឡប់ពីព្យាបាលនៅក្នុងប្រទេសសិង្ហបុរីលោកប៉ែនសវណ្ណបានស្ថិតនៅក្នុងស្ថានភាពជំងឺស្លាប់មួយជំហានខ្លួននិងនិយាយមិនទាន់បានបើតាមការបញ្ជាក់ពីមន្ត្រីគណៈបក្សសង្គ្រោះជាតិបានឲ្យដឹងថាលោកប៉ែនសវណ្ណត្រូវបានដឹកចេញពីគ្លីនិកឯកជនមួយនៅក្នុងទីក្រុងភ្នំពេញយកទៅព្យាបាលជំងឺនៅក្នុងខេត្តតាកែវដែលជាស្រុកកំណើតរបស់លោកពីរាជធានីភ្នំពេញខ្ញុំហេងរស្មី VOA បាទខ្ញុំសូមជម្រាបសួរលោកហេងរស្មីបាទខ្ញុំកាយយ៉ានពី Washington បាទជំរាបសួរលោកកាយយ៉ានបាទខ្ញុំចង់ជម្រាបសួរលោកបន្ថែមអំពីរឿងនេះគឺថាលោកជាសឹមកំពុងសម្រាកក្រោយពីការវះកាត់ដើម្បីព្យាបាលជំងឺរបស់លោកដោយលោកបានរាយការណ៍ពីខាងដើមបាទតើសម្រាប់គណៈបកកាន់អំណាចប្រជាជនមានផលប៉ះពាល់អ្វីខ្លះដល់ការដឹកនាំផ្ទៃក្នុងឋានៈលោកជាប្រធានរដ្ឋសភាហើយនិងជាប្រធានព្រឹទ្ធសភារបស់ប្រទេសកម្ពុជាលោកបាទលោកកាយយ៉ានបើតាមការបញ្ជាក់ពីមន្ត្រីគណៈបកប្រជាជនកម្ពុជានឹងបាននិយាយថាមកដល់ពេលនេះមិនមានផលប៉ះពាល់អីដល់ការដឹកនាំរបស់គណៈបកប្រជាជនកម្ពុជាក៏ដូចជារដ្ឋាភិបាលដែលកំពុងកាន់អំណាចដោយគណៈបកប្រជាជនកម្ពុជាបច្ចុប្បន្ននេះទេបើកាលពីរបាយការណ៍របស់ខ្ញុំបាទលើកមុននោះបានរាយការណ៍រួចមកហើយថាឥឡូវនេះគណៈបកប្រជាជនកម្ពុជាបានផ្ទេរភារកិច្ចនេះទៅលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលជាប្រធានស្ដីទីរបស់គណៈបកប្រជាជនកម្ពុជាជាអ្នកទទួលបន្ទុកជំនួសលោកជាស៊ីមនៅក្នុងគណៈពេលដែលលោកជាស៊ីមកំពុងតែមានជំងឺសម្រាប់ព្យាបាលនៅក្នុងប្រទេសវៀតណាមហើយមកដល់ប្រទេសកម្ពុជានៅប្រហែលសប្តាហ៍មុននេះលោកកាយ៉ានបើតាមការបញ្ជាក់ពីមន្ត្រីគណៈបកប្រជាជននោះលោកបាននិយាយថាឥឡូវនេះកិច្ចការមួយចំនួនធំបានបកគលឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនជាអ្នកចាត់ចែងជំនួសលោកជាស៊ីមក៏ប៉ុន្តែតំណែងប្រធានគណៈបកប្រជាជនកម្ពុជាមិនទាន់បានបកគលទាំងស្រុងទៅលោកនាយករដ្ឋមន្ត្រីហ៊ុនសែនកាន់កាប់នោះទេលោកកាយ៉ានខ្ញុំសូមបញ្ជាក់ផងដែរថាលោកជាស៊ីមមកដល់ពេលនេះលោកមានវ័យ83ឆ្នាំហើយលោកខ្ញុំសូមបញ្ជាក់ពីប្រវត្តិលោកបន្តិចលោកមានស្រុកកំណើតនៅក្នុងខេត្តស្វាយរៀងនៃស្រុករមាសហែកហើយលោកធ្លាប់ជាអតីតប្រធានរដ្ឋាភិបាលតាំងពីឆ្នាំ1981មកដល់ឆ្នាំ1998ហើយលោកទើបតែផ្លាស់ប្ដូរតួនាទីទៅកាន់ជាប្រធានព្រឹទ្ធសភាចាប់តាំងពីឆ្នាំ1999រហូតមកដល់បច្ចុប្បន្ននេះលោកកាយយ៉ានលោកជាស៊ីមក៏បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងអ្នកស្រីយ៉ែមសឿនកាលពីក្នុងអំឡុងឆ្នាំ1955ហើយលោកមានកូនចំនួន7នាក់នៅក្នុងនោះមានកូនប្រុសចំនួន4នាក់និងស្រីចំនួន3នាក់នេះបើតាមការប្រកាសនៅក្នុងគេហទំព័រក្នុងស្រុកមួយចំនួនហើយលោកបានទទួលក្រុមងារពីព្រះមហាក្សត្រនរោត្តមសីហមុនីនឹងជាអគ្គមហាធម្មពលសាលជាស៊ីមក្នុងអំឡុងឆ្នាំ2007ហើយក្រោយមកលោកជាស៊ីមត្រូវបានតែងតាំងជានាយឧត្តមសេនីយ៍ផ្កាយមាស5ដែលជាផ្កាយផុតលេខហ្នឹងកាលពីអំឡុងខែធ្នូឆ្នាំ2009លោកកាយយ៉ានបាទយើងខ្ញុំអស់ពេលវេលាហើយបាទសូមអរគុណលោកហេងរស្មីបាទសូមជម្រាបលាលោកបាទសូមអរគុណពីរដ្ឋធានី Washington សំឡេងខាងរដ្ឋអាមេរិក VOA
លោកលីខ្វាន់យូជាកម្លាំងរុញច្រានធ្វើឲ្យសេដ្ឋកិច្ចប្រទេសសិង្ហបុរីរីកចម្រើនលោកបានទទួលមរណភាពនៅក្នុងជន្មាយុ91ឆ្នាំលោកអតីតនាយករដ្ឋមន្ត្រីលីខ្វាន់យូមានជន្មាយុ91ឆ្នាំនេះលោកជាមេដឹកនាំប្រទេសសិង្ហបុរីចាប់តាំងពីឆ្នាំ1959រហូតដល់ឆ្នាំ1990ក៏ប៉ុន្តែលោកនៅតែជាឥស្សរជនហើយនឹងជាអ្នករៀបចំយុទ្ធសាស្ត្រម្នាក់ដ៏មានឥទ្ធិពលអំពីសេដ្ឋកិច្ចរបស់រដ្ឋជាទីក្រុងនោះលោករ៉នខូបិនអ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA រាយការណ៍ពីជីវិតហើយនឹងអាជីពរបស់លោកលីខ្វាន់យូលោកជិនពូជីនសូមជូនសេចក្តីប្រែសម្រួលដូចតទៅលោក Harry ឬក៏លោកលីខ្វាន់យូជាជនជាតិសិង្ហបុរីចំនួនទី4ដែលបុព្វបុរសបានធ្វើចំណាក់ស្រុកពីខេត្តខ្វាំងតុងនៃប្រទេសចិនក្នុងទសវត្សរ៍1860បានដើរតួនាទីដ៏សំខាន់មួយនៅក្នុងការដឹកនាំកោះជារដ្ឋនោះក្រោយពីសម័យអាណានិគមឆ្ពោះទៅកាន់ជោគជ័យខាងសេដ្ឋកិច្ចជាអ្នកនៅរស់រានមានជីវិតម្នាក់ពីការត្រួតត្រារបស់កងទ័ពអធិរាជជប៉ុនក្នុងប្រទេសសិង្ហបុរីលោកលីបានសិក្សាសេដ្ឋកិច្ចនៅក្នុងទីក្រុងឡុងនៃប្រទេសអង់គ្លេសបន្ទាប់ពីសង្គ្រាមហើយបានចូលរៀនសាកលវិទ្យាល័យ Cambridge ដោយបានទទួលសញ្ញាបត្រខាងច្បាប់ជីវិតនយោបាយរបស់លោកបានចាប់ផ្ដើមនៅឆ្នាំ1954ដោយការបង្កើតគណបក្ស People's Action Party ឬ PAP ដែលគណបក្សចម្រុះនៃវណ្ណៈថ្នាក់កណ្ដាលហើយនឹងពួកសហជីពដែលលំអៀងពួកកុម្មុយនីសនៅឆ្នាំ1955លោកលីជាមេដឹកនាំគណបក្សប្រឆាំងនៅក្នុងរដ្ឋសភាក៏ប៉ុន្តែការបែកបាក់ក្នុងគណបក្ស PAP ដោយពួកស្ដាំនិយមនៅក្នុងគណបក្សបាននាំឲ្យមានការចាប់ខ្លួនពួកអ្នកគាំទ្រលទ្ធិកុម្មុយនីសនៅឆ្នាំ1957គណបក្ស PAP បានទទួលជ័យជំនះនៅក្នុងការបោះឆ្នោតដ៏លើសលប់នៅឆ្នាំ1959ហើយលោកលីខ្វាន់យូបានក្លាយជានាយករដ្ឋមន្ត្រីលើកដំបូងរបស់ប្រទេសសិង្ហបុរីជាតួនាទីដែលលោកបានកាន់កាប់រហូតដល់ឆ្នាំ1990មុនពេលទទួលតំណែងជារដ្ឋមន្ត្រីជាន់ខ្ពស់លោក Carl Thayer ជាអ្នកវិទ្យាសាស្ត្រនយោបាយនៅឯសាកលវិទ្យាល័យ New South Wales ក្នុងប្រទេសអូស្ត្រាលីនិយាយថាលោកលីជាមនុស្សសំខាន់ក្រៃលែងដល់អនាគតរយៈពេលយូររបស់ប្រទេសសិង្ហបុរី Story of modern day Singapore can't be told without reference to Lee Kuan Yew. He took the country from colonial rule to independence. ប្រវត្តិនៃប្រទេសសិង្ហបុរីសម័យទំនើបមិនអាចត្រូវនិយាយដោយគ្មានការនិយាយសម្ដៅដល់លោកលីខ្វាន់យូទេលោកបានធ្វើឲ្យប្រទេសនេះចេញពីការគ្រប់គ្រងរបស់អាណានិគមឆ្ពោះទៅកាន់ឯករាជ្យលោកបានរៀបរៀងការប្រកួតប្រជែងពីពួកឆ្វេងខាងសង្គមនិយមហើយបន្ទាប់មកលោកបានត្រួតត្រានយោបាយលោកលីបានប្រឈមបញ្ហាខាងនយោបាយនៅពេលលោកធ្វើជានាយករដ្ឋមន្ត្រីគោលដៅមុនដំបូងគឺបង្កើតសហព័ន្ធម៉ាឡេស៊ីដែលរួមមានសិង្ហបុរីម៉ាឡេយ៉ាសាបានិងសារ៉ាវ៉ាក៏ប៉ុន្តែការខ្វែងគំនិតគ្នាភ្លាមៗបានកើតចេញឡើងរវាងលោកនាយករដ្ឋមន្ត្រីតុនគូអាប់ឌុលរ៉ាម៉ាននៃអុបទ្វីបម៉ាឡេស៊ីនិងលោកលីជាពិសេសបន្ទាប់ពីកុបកម្មខាងជាតិសាសន៍រវាងចិននិងពួកអ្នកកាន់សាសនាអ៊ីស្លាមនៅឆ្នាំ1964ហើយនឹងម្ដងទៀតនៅឆ្នាំ1965ហើយនៅថ្ងៃទី9ខែសីហាឆ្នាំ1965លោកអាប់ឌុលរ៉ាម៉ានបានអំពាវនាវឲ្យមានការបំបែករដ្ឋនេះ There have been differences between the central government and the leaders of the Singapore state governmentមានការខ្វែងគំនិតគ្នារវាងរដ្ឋាភិបាលកណ្ដាលនិងមេដឹកនាំរបស់រដ្ឋាភិបាលរដ្ឋសិង្ហបុរីហើយការខ្វែងគំនិតទាំងនេះមានច្រើនទម្រង់និងច្រើនប្រភេទបំផុតដែលមិនអាចដោះស្រាយបានហើយយើងបានសម្រេចចិត្តថាយើងត្រូវតែបំបែកគ្នាអ្នកប្រវត្តិសាស្ត្រនិយាយថាលោកលីបានជំទាស់ប្រឆាំងលោកអាប់ឌុលរ៉ាម៉ានដែលពេញចិត្តពលរដ្ឋម៉ាឡេស៊ីក្នុងមូលដ្ឋានច្រើនជាងជនជាតិភាគតិចចិនលោកលីមានការរកម្មចិត្តយ៉ាងខ្លាំងពីព័ត៌មាននៃការបំបែករដ្ឋនេះ You see the whole of my adult life I had believed in Malaysian merger អស់លោកអ្នកដឹងទេថាក្នុងមួយជីវិតនៃភាពពេញវ័យរបស់ខ្ញុំជឿជាក់ក្នុងការរួមបញ្ចូលគ្នារបស់ម៉ាឡេស៊ីហើយនឹងសាមគ្គីភាពនៃទឹកដីទាំងពីរនេះអស់លោកអ្នកដឹងទេថាការជាប់តាក់ទិនខ្លះនៃលក្ខណៈភូមិសាស្ត្រនិងចំណងតាក់ទងសាច់ញាតិនឹងទៅជាយ៉ាងដូចម្ដេច
បើយើងបញ្ឈប់ការបញ្ចូលគ្នានេះក្នុងអាយុ42ឆ្នាំលោកលីបានក្លាយជាមេដឹកនាំតែមួយគត់របស់សង្ហបុរីដែលខិតខំយ៉ាងខ្លាំងលើការរីកលូតលាស់ខាងសេដ្ឋកិច្ចដើម្បីស្ថាបនាសាធារណរដ្ឋមួយហើយនឹងជំរុញឲ្យមានការសាមគ្គីភាព I am not here to play somebody else's game. I have ខ្ញុំមិននៅទីនេះដើម្បីលេងល្បែងរបស់ជនណាម្នាក់ទេខ្ញុំមានការទទួលខុសត្រូវជីវិតមនុស្ស3 ឬ 4 លាននាក់ហើយសង្ហបុរីនឹងរស់រានមានជីវិតពួកអ្នកវិភាគនិយាយថាកម្លាំងរបស់លោកលីស្ថិតលើការបង្កើតបន្ទាត់ឋាននិងគោលដៅដែលជាអ្នកគិតយុទ្ធសាស្ត្រម្នាក់ដើម្បីលើកស្ទួយធនធានដ៏មានតម្លៃរបស់សង្ហបុរីគឺពលរដ្ឋរបស់ខ្លួនការវិនិយោគទុនបរទេសបានកើតមានឡើងជាបន្ទាប់ដោយមានការរីកលូតលាស់សេដ្ឋកិច្ចជារឿយៗជិត 10% ក្នុងរយៈពេលជាច្រើនទសវត្សរ៍លោកលីបានជួយកំណត់ពីគំរូនៃការអភិវឌ្ឍមូលធននិយមដែលត្រូវបានអនុវត្តដោយខ្លាអាស៊ីផ្សេងៗទៀតដូចជាទីក្រុងហុងកុងកោះតៃវ៉ាន់និងប្រទេសកូរ៉េខាងត្បូងលោក Michael Barr អ្នកវិទ្យាសាស្ត្រនយោបាយនៅឯសាកលវិទ្យាល័យ Flinders ក្នុងរដ្ឋ South Australia បាននិយាយថាក្នុងឋានៈជាប្រទេសឧស្សាហកម្មសង្ហបុរីបានងើបឡើងជារដ្ឋបែបទីក្រុងទំនើបមួយ One of Lee Kuan Yew's great achievements, I think, positive legacies, is how he has សមិទ្ធផលដ៏ធំធេងមួយនៃសមិទ្ធផលដ៏ធំធេងនានារបស់លោក Lee Kuan Yew ខ្ញុំគិតថាគេដំណើរវិជ្ជមានរបស់លោកគឺពីរបៀបដែលលោកបានទទួលស្គាល់ហើយនឹងទាញយកអត្ថប្រយោជន៍ពីធម្មជាតិរបស់សង្ហបុរីហើយបានប្រែក្លាយវាឲ្យទៅជារបៀបមួយដែលមានលក្ខណៈខុសប្លែកពីគេសង្ហបុរីបានក្លាយជាកំពង់ផែសមុទ្រដ៏មមាញឹកបំផុតរបស់ពិភពលោកទើបតែការពីពេលថ្មីៗនេះបានត្រូវលុបលើដោយទីក្រុងសៀងហៃនៃប្រទេសចិនការវិនិយោគទុនបានហូរចូលក្នុងផ្នែកចម្រាញ់ប្រេងកាតការអភិវឌ្ឍនេះក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់អាកាសចរណ៍បានល្បីល្បាញលើឆាកអន្តរជាតិហើយវិស័យធនាគារជាផ្នែកដ៏សំខាន់មួយនៅក្នុងទីផ្សារហិរញ្ញវត្ថុសកលលោកបាបានមានប្រសាសន៍បន្តទៀតថាលោកលីក៏បានប្រមូលផ្ដុំអ្នករដ្ឋបាលសំខាន់ដើម្បីធ្វើផែនការអភិវឌ្ឍនៅពេលអនាគតសម្រាប់ប្រទេសសង្ហបុរី He brought serious political leadership and political nous to what was a group of លោកបានប្រមូលផ្ដុំក្រុមអ្នកដឹកនាំខាងនយោបាយដ៏សំខាន់ហើយនឹងមហាជនខាងនយោបាយคล้ายទៅជាអ្វីដែលហៅថាក្រុមបរិសុទ្ធដែលមានការបដិញ្ញាខ្លាំងហើយនឹងអ្នករដ្ឋបាលដែលមានសមត្ថភាពហើយបើគ្មានការដឹកនាំខាងនយោបាយរបស់លោកនឹងមិនអាចបង្កើតអនុត្តរភាពខាងនយោបាយដែលពួកគេអាចធ្វើបាននោះទេវិធីដោះស្រាយតឹងតែងរបស់លោកដល់នយោបាយនិងពួកប្រឆាំងក៏បាននាំឲ្យមានកេរ្តិ៍ឈ្មោះថាជាជនផ្ដាច់ការដែរការអនុវត្តច្បាប់សន្តិសុខផ្ទៃក្នុងឬ ISA របស់រដ្ឋាភិបាលប្រឆាំងនឹងពួកប្រឆាំងនិងអ្នករិះគន់បានត្រូវប្រើប្រាស់ដើម្បីឃុំឃាំងពួកអ្នកនយោបាយសកម្មជននិងសហជីពនៅឆ្នាំ1963មនុស្ស100នាក់បានត្រូវចាប់ខ្លួនរួមមានលោកសាអ៊ីត Zahari អតីតបណ្ណាធិការកាសែតដែលត្រូវជាប់ឃុំឃាំងអស់រយៈពេល17ឆ្នាំដោយគ្មានការកាត់ទោសនៅឆ្នាំ1887មន្ត្រីព្រះវិហាររ៉ូម៉ាំងកាតូលិកសកម្មជនសង្គមនិងអ្នកមានអាជីព22នាក់បានត្រូវឃុំខ្លួនដោយរងការចោទប្រកាន់ពីការរួមគំនិតជាមួយពួកឆ្វេងនិយមនៅក្នុងការប្រឈមការរិះគន់ពីបណ្ដាញផ្សាយព័ត៌មានក្នុងស្រុកនិងបរទេសលោកលីបានប្តឹងបណ្ដាញផ្សាយព័ត៌មាននៅតុលាការក៏ប៉ុន្តែលោកលីមិនមែនជាអ្នកសុំអភ័យទោសចំពោះការចាត់វិធានការខ្លាំងៗរបស់លោកនោះទេ Whoever governs Singapore must have that iron in him or give it up. This is not a game of cards. This is your life and mine. I spent a whole life នោះណាក៏ដោយគ្រប់គ្រងប្រទេសសង្ហបុរីត្រូវតែប្រើកណ្ដាប់ដៃដែកបើពុំដូច្នេះទេនឹងមិនត្រូវចុះចាញ់នេះមិនមែនជាល្បែងបៀតទេនេះជាជីវិតរបស់លោកអ្នកនិងជីវិតរបស់ខ្ញុំបានចំណាយពេលវេលាមួយជីវិតដើម្បីស្ថាបនាប្រទេសនេះហើយដរាបណាខ្ញុំនៅទទួលខុសត្រូវគ្មាននរណាម្នាក់ផ្ដួលរំលំប្រទេសនេះបានទេសង្ហបុរីនៅតែជាប្រទេសមួយដែលរដ្ឋត្រួតត្រាដ៏តឹងរ៉ឹងបំផុតលើសេរីភាពនៃការនិយាយស្ដីនៅឆ្នាំ2014ការស្ទង់មតិលើសេរីភាពនៃការនិយាយស្ដីរបស់អង្គការ
អ្នកយកព័ត៌មានគ្មានព្រំដែនបានចាត់ទុកសិង្ហបុរីក្នុងចំណោមប្រទេសដ៏ទាបបំផុតនៅក្នុងសេរីភាពនៃការនិយាយស្ដីក្នុងតំបន់អាស៊ីអាគ្នេយ៍ក្រោយប្រទេសភូមាកម្ពុជាថៃនិងប្រទេសឥណ្ឌូនេស៊ីលោកអ្នកនាងជាទីមេត្រីលោកអ្នកនាងកំពុងស្ដាប់ការផ្សាយផ្ទាល់របស់វិទ្យុសំឡេងសហរដ្ឋអាមេរិកពីរដ្ឋធានី Washington នៅក្នុងកម្មវិធីផ្សាយ30នាទីទី2នៅក្រៅព័ត៌មានអន្តរជាតិពិស្ដាយើងខ្ញុំសូមអញ្ជើញលោកអ្នកនាងរងចាំស្ដាប់ទី1សេចក្តីរាយការណ៍អំពីការអនុវត្តច្បាប់បោះឆ្នោតដ៏ចម្រូងចម្រាសដោយរដ្ឋសភាប្រទេសកម្ពុជាទី2សេចក្តីសម្ភាសន៍ជាមួយអ្នកគ្រូនាងផល្លាអំពីអង្គការគ្រួសារថ្មីដែលអ្នកគ្រូគ្រប់គ្រងលោកអ្នកនាងនឹងបានស្ដាប់សេចក្តីរាយការណ៍ទាំងពីរនៅក្នុងពេលប៉ុន្មាននាទីខាងមុខតែជាបឋមលោកជាងពូជីនសូមជូនចំណងជើងនៃព័ត៌មានសំខាន់ៗលើកទី2លោកប្រធានាធិបតីអាហ្គានីស្ថានបំពេញទស្សនកិច្ចនៅសេតវិមាននាយករដ្ឋមន្ត្រីអង់គ្លេស David Cameron មិនស្វាស្វែងចូលឈ្មោះនាយករដ្ឋមន្ត្រីអាណត្តិទី3ទេវិបត្តិនៅក្នុងប្រទេសយេម៉ែនកំពុងទាក់ទាញឲ្យមានការយកចិត្តទុកដាក់ពីតំបន់និងអន្តរជាតិបន្តមកទៀតលោកជាងពូជីនសូមជូនព័ត៌មានអន្តរជាតិពិស្ដាលើកទី2សូមអញ្ជើញលោកពូជីនអរគុណប្រធានាធិបតី Ashraf Ghani នៃប្រទេសអាហ្គានីស្ថាននឹងជួបជាមួយលោកប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama នៅថ្ងៃអង្គារនេះនៅពេលមានសំណួរអំពីវត្តមានយោធាសហរដ្ឋអាមេរិកនៅថ្ងៃអនាគតនៅក្នុងប្រទេសដែលហែកហួរដោយសង្គ្រាមនោះប្រធានាធិបតី Ghani និងប្រធានប្រតិបត្តិលោក Abdullah ដែលដឹកនាំរដ្ឋាភិបាលបែងចែកអំណាចបានជួបមន្ត្រីកម្ពុជាសហរដ្ឋអាមេរិកនៅថ្ងៃអង្គារនេះរួមមានលោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក John Kerry ដែលបានសរសើរការចរចានេះថាប្រកបដោយផ្លែផ្កាការពិភាក្សាមានគោលបំណងធ្វើឲ្យប្រសើរឡើងនៅទំនាក់ទំនងទ្វេភាគីដែលមានការតានតឹងដោយសារសង្គ្រាមអស់រយៈពេល14ឆ្នាំហើយនឹងជារឿយៗសហរដ្ឋអាមេរិកមានការអាក់អន់ចិត្តជាមួយអតីតប្រធានាធិបតីអាហ្គានីស្ថាន Hamid Karzai ក្នុងអំឡុងចរចាការពីថ្ងៃច័ន្ទម្សិលមិញពួកមេដឹកនាំបានឆ្លើយតបដល់ការព្រួយកង្វល់របស់លោក Ghani ចំពោះបញ្ហាសន្តិសុខមុនពេលនីតិខៈរដូវដែលជារឿយៗពួកតាលីបានបានធ្វើការវាយប្រហារកាន់តែច្រើនឡើងដើម្បីជួយធ្វើឲ្យមានស្ថិរភាពសហរដ្ឋអាមេរិកបានប្រកាសថាខ្លួននឹងសូមថវិកាពីសភាដើម្បីអនុញ្ញាតឲ្យកងកម្លាំងសន្តិសុខជាតិអាហ្គានីស្ថានរក្សាកម្រិតតង់ទ័ពចំនួន 352,000 នាក់យ៉ាងហោចណាស់រហូតដល់ឆ្នាំសាពើពុន2017លោកនាយករដ្ឋមន្ត្រី David Cameron នៃប្រទេសអង់គ្លេសនិយាយថាលោកមិនស្វាស្វែងរកការចូលឈ្មោះអាណត្តិទី3សម្រាប់តំណែងនាយករដ្ឋមន្ត្រីទេបើសិនបើគណៈបកអភិរក្សនិយមរបស់លោកបានទទួលជ័យជំនះនៅក្នុងការបោះឆ្នោតសភានៅពេលខាងមុខនេះនៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BBC ដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទម្សិលមិញលោកនាយករដ្ឋមន្ត្រី Cameron បានសន្យាបម្រើការងារអាណត្តិដែលមានរយៈពេល5ឆ្នាំនេះឲ្យចាប់ដើមប្រសិនបើគណៈបករបស់លោកស្ថិតនៅក្នុងរដ្ឋាភិបាលបន្ទាប់ពីការបោះឆ្នោតថ្ងៃទី10ខែឧសភាដែលនិយាយថាលោកចង់បញ្ចប់ការងារដូចជាបញ្ហាការធ្វើកំណែទម្រង់ខាងវិស័យអប់រំហើយនិងសង្គមគិច្ចក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រីបានប្រាប់លោក James Landell អ្នកសម្ភាសន៍ថាការកាន់អំណាច2អាណត្តិវាល្មមគ្រប់គ្រាន់ហើយក៏ប៉ុន្តែ3អាណត្តិហាក់ដូចជាច្រើនហួសពេកសម្រាប់លោកវិបត្តិដែលកំពុងកើតមានឡើងនៅក្នុងប្រទេសយេម៉ែនបានបង្កើនការយកចិត្តទុកដាក់ពីប្រទេសនានានៅក្នុងតំបន់ហើយនឹងសម្ព័ន្ធមិត្តរបស់ខ្លួននៅអានេយសមុទ្រនៅពេលដែលស្វាស្វែងរកដំណោះស្រាយខាងនយោបាយបានបន្តធ្វើឡើងហើយភាគីប្រកួតប្រជែងនានានៅក្នុងតំបន់ខាងជើងនិងតំបន់ខាងត្បូងកំពុងជំរុញការប្រយុទ្ធរបស់ខ្លួនដើម្បីធ្វើការត្រួតត្រាលោក Matthew Tuller ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសយេម៉ែនបាននិយាយកាលពីថ្ងៃច័ន្ទម្សិលមិញថាលោកមានសុតិធិនិយមថាកិច្ចព្រមព្រៀងបែងចែកអំណាចថ្មីអាចត្រូវបានធ្វើឡើងរវាងរដ្ឋាភិបាលរបស់ប្រធានាធិបតី Rabu Mansour Hadi ដែលទទួលស្គាល់ដោយអន្តរជាតិហើយនឹងក្រុមឧទាមហូធី
ដែលទូតត្រារដ្ឋធានីសាណាអាក៏ប៉ុន្តែលោកឯករដ្ឋទូតបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថាការសម្រេចនេះត្រូវធ្វើឲ្យបានឆាប់រហ័សលោកឯករដ្ឋទូតសហរដ្ឋអាមេរិកមានប្រសាសន៍ថាការចរចាខាងនយោបាយនឹងមិនមានដំណើរការទេបើសិនបើប្រធានាធិបតីហាទីត្រូវគេចាប់ខ្លួនហើយរដ្ឋធានី Aden នឹងដួលរលំដែលអាចកើតមានឡើងយ៉ាងឆាប់រហ័សទីភ្នាក់ងារព័ត៌មាន Associated Press រាយការណ៍ថាក្រុមអ្នកត្រួតពិនិត្យបញ្ជីរបស់រដ្ឋាភិបាលជប៉ុននិយាយថាអ្នកគ្រប់គ្រងរោងចក្រនុយក្លេអ៊ែរ Fukushima Daiichi បានខ្ជះខ្ជាយប្រាក់ជាង 1/3 នៃប្រាក់សរុបចំនួន $1,600 លានដែលគេបានទុកបម្រុងសម្រាប់បោសសម្អាតរោងចក្រនោះក្រោយពីរោងចក្រនោះត្រូវបានបំផ្លាញដោយការរំជួយដីហើយនឹងរលកយក្សស៊ូណាមីនៅខែមិនិនាឆ្នាំ 2011 សេចក្តីរាយការណ៍មួយរបស់ក្រុមប្រឹក្សាជំរះបញ្ជីបានរៀបរាប់អំពីការប្រើប្រាស់ម៉ាស៊ីនផ្សេងៗដែលមានតម្លៃខ្ពស់និងបច្ចេកទេសដែលមិនធ្លាប់ប្រើពីពេលមុនដែលមិនមានប្រសិទ្ធភាពហើយថាកិច្ចការបោះសម្អាតបានដឹកនាំភាគច្រើនដោយក្រុមហ៊ុនទឹកភ្លើងសំណង់និងអេឡិចត្រូនិកធំៗទោះជាមានការអំពាវនាវឲ្យមានតម្លាភាពនិងការចូលដេញថ្លៃពីក្រុមហ៊ុនអន្តរជាតិឲ្យបានច្រើនឡើងក៏ដោយក៏ប៉ុន្តែទីភ្នាក់ងារព័ត៌មាន AP បានបន្ថែមថាអ្នកនាំពាក្យក្រុមហ៊ុន Tokyo Electric Power Company និងលោក Kobayashi បានថ្លែងថាគ្រឿងឧបករណ៍ទាំងអស់ដែលបានប្រើបានជួយធ្វើឲ្យរោងចក្រមានស្ថិរភាពទោះជាមានខ្លះបានប្រើតែក្នុងរយៈពេលខ្លីក៏ដោយរដ្ឋសភានិងព្រឹទ្ធសភាប្រទេសកម្ពុជាបានអនុម័តជាឯកច្ឆន្ទនៅច្បាប់បោះឆ្នោតដ៏ចម្រូងចម្រាស2បន្ទាប់ពីមានការចរចាអស់រយៈពេលជាច្រើនខែរវាងគណៈបកកាន់អំណាចប្រជាជននិងគណៈបកប្រឆាំងសង្គ្រោះជាតិលោក Robert Khong Michael រាយការណ៍រឿងនេះពីទីក្រុងភ្នំពេញលោកជាងពូជីនប្រែសម្រួលសេចក្តីរាយការណ៍មួយនេះជូនដូចតទៅគណៈបកប្រជាជនកម្ពុជាដែលជាគណៈបកកាន់អំណាចហើយនិងគណៈបកសង្គ្រោះជាតិដែលជាគណៈបកប្រឆាំងបានសាទរច្បាប់ពីរថាជាលទ្ធផលប្រកបដោយជោគជ័យបន្ទាប់ពីការចរចាដែលជារឿយៗមានការតានតឹងអស់រយៈពេលជាច្រើនខែក្រោយការបោះឆ្នោតជាតិឆ្នាំ 2013 ដែលជាការបោះឆ្នោតមួយដែលគណៈបកប្រឆាំងបានខិតជិតជ័យជំនះហើយដែលគណៈបកប្រឆាំងបានអះអាងថាការបោះឆ្នោតនោះមានការលួចបន្លំលោកសំរងស៊ីមេដឹកនាំគណៈបកប្រឆាំងបានមានប្រសាសន៍ថាភាគីទាំងពីរមិនបានពេញចិត្ត 100% ទេក៏ប៉ុន្តែសម្បទានបានត្រូវធ្វើឡើងដើម្បីឲ្យភាគីទាំងពីរបានទទួលជោគជ័យមនុស្សផ្សេងទៀតមានសញ្ញាវិជ្ជមានតិចតួចណាស់នៅដើមសប្តាហ៍នេះអង្គការសិទ្ធិមនុស្ស Human Rights Watch បានព្រមានថាច្បាប់បោះឆ្នោតនេះនឹងកម្រិតសេរីភាពនៃការបញ្ចេញមតិនិងការជួបប្រជុំហើយអាចធ្វើឲ្យអន្តរាយដល់លទ្ធិប្រជាធិបតេយ្យនៅក្នុងកម្ពុជាក្រុមអង្គការសង្គមស៊ីវិលកម្ពុជាបានធ្វើការរិះគន់ប្រហាក់ប្រហែលគ្នានេះដែរលោកអ៊ូវរៈប្រធានក្រុមស្រាវជ្រាវឯករាជ្យមានឈ្មោះថាវេទិកាអនាគតនិយាយថាច្បាប់ស្ដីពីការបោះឆ្នោតរបស់សមាជិកសភាវែងពេកសពិចសពិលហើយនឹងពោពេញដោយខដែលអាចប្រើខុសក្នុងចំណោមការព្រួយបារម្ភដ៏សំខាន់របស់លោកគឺច្បាប់នោះអនុញ្ញាតឲ្យសមាជិកយោធាធ្វើយុទ្ធនាការឃោសនាបោះឆ្នោតយោធាកម្ពុជាមានចំណងតាក់ទងដ៏ខ្លាំងជាមួយគណៈបកកាន់អំណាចហើយកងពលខ្លះរបស់កងទ័ពបានជាប់ជំពាក់ជំពិននៅក្នុងការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរលោកអ៊ូវរៈនិយាយបន្តទៀតថាច្បាប់នេះក៏រឹតបន្តឹងអង្គការសង្គមស៊ីវិលផងដែរ And this is civil society in a brushstroke, not just a foreign funded NGOs. ហើយនេះជាការប៉ះពាល់ទៅលើអង្គការសង្គមស៊ីវិលទាំងអស់មិនមែនត្រឹមតែអង្គការមិនមែនរដ្ឋាភិបាលដោយផ្ដល់ថវិកាដោយបរទេសទេក៏ប៉ុន្តែអង្គការសង្គមស៊ីវិលទាំងអស់លោកអ្នកមិនអាចធ្វើការស្រាវជ្រាវឲ្យបានត្រឹមត្រូវហើយនឹងបញ្ចេញការស្រាវជ្រាវនោះក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតមិនមែនការស្ទង់មតិទេលោកអ្នកមិនអាចចេញសេចក្តីថ្លែងការណ៍ដែលអាចត្រូវបានគេចាត់ទុកថាជាការប្រមាថមើលងាយគណៈបកណាមួយទេលោកអ៊ូវរៈនិយាយបន្តទៀតថាច្បាប់កម្រិតទូនីតិរបស់អង្គការសង្គមស៊ីវិលក្នុងអំឡុងពេលដ៏សំខាន់ភាគច្រើននៃដំណើរការលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសនេះ
And without the civil society, I don't know how you can have vibrant debates. How could you have real observations and injections of different opinions. ហើយដោយគ្មានអង្គការសង្គមស៊ីវិលខ្ញុំមិនដឹងថាតើអស់លោកអ្នកធ្វើការជជែកដេញដោលយ៉ាងដូចម្ដេចតើអស់លោកអ្នកអាចមានការសង្កេតមើលនិងការបញ្ចូលនៃគំនិតនិងផលប្រយោជន៍ផ្សេងៗយ៉ាងដូចម្ដេចហើយខ្ញុំគិតថាច្បាប់នេះនឹងមានផលប៉ះពាល់យ៉ាងខ្លាំងដល់លទ្ធិប្រជាធិបតេយ្យទាំងមូលខ្ញុំគិតថាបើនិយាយពីលទ្ធិប្រជាធិបតេយ្យនឹងមានផលប៉ះពាល់ដោយច្បាប់ថ្មីនេះបទបញ្ញត្តិខ្លះនឹងធ្វើឲ្យគណៈបកនយោបាយលែងមានសិទ្ធិចូលរួមការបោះឆ្នោតបានប្រសិនបើសមាជិកណាម្នាក់របស់គណៈបករំលោភវិន័យខ្លះនោះលោកអ៊ូវរៈនិយាយបន្តទៀតថាបទបញ្ញត្តិដែលធ្វើឲ្យគណៈបកនយោបាយលែងមានសិទ្ធិចូលរួមការបោះឆ្នោតប្រសិនបើសមាជិកណាម្នាក់របស់គណៈបករំលោភច្បាប់បោះឆ្នោតអាចត្រូវបានគេរំលោភបានយ៉ាងស្រួល And in a country like Cambodia, all it needs is for the CPP to find one candidate that surely incite hate. ហើយនៅក្នុងប្រទេសដូចជាកម្ពុជាអ្វីដែលជាសេចក្តីត្រូវការសម្រាប់គណៈបកប្រជាជនកម្ពុជាគឺស្វែងរកបេក្ខជនណាម្នាក់ដែលញុះញង់ឲ្យមានការស្អប់ខ្ពើមឬរំលោភមាត្រាហើយអាចត្រូវដកគណៈបកប្រឆាំងទាំងមូលឬពួកគេអាចបញ្ជូនមនុស្សណាម្នាក់ឲ្យធ្វើដូច្នេះច្បាប់មួយទៀតគ្រប់គ្រងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា NEC ដែលសមាជិករបស់គណៈកម្មាធិការនោះបានត្រូវគេចោទប្រកាន់ជាយូរយារណាស់មកហើយថាបានលំអៀងគណៈបកកណ្ដាលអំណាចសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត9រូបនិងមាន4នាក់មកពីគណៈបកនីមួយៗហើយមានមនុស្សឯករាជ្យទី9ដែលធ្វើការបោះឆ្នោតដោយសេរីលោកអ៊ូវរៈនិយាយបន្តទៀតថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មីគួរតែមានភាពប្រសើរឡើងថ្មីបើចេញមកពីឋានៈទាបក៏ដោយកាសែតភ្នំពេញ Post បានដកស្រង់សម្ដីលោកសំរងស៊ីមេដឹកនាំគណៈបកប្រឆាំងមកចុះផ្សាយថាយើងចង់ធ្វើអ្វីៗឲ្យបានល្អឥតខ្ចោះក៏ប៉ុន្តែយើងមិនអាចទទួលបានជោគជ័យតែម្នាក់ឯង 100% នោះទេលោកអ៊ូវរៈនិយាយបន្តទៀតថាគណៈបកប្រឆាំងទំនងជាគិតថាខ្លួនអាចធ្វើសម្បទានប្រសិនបើខ្លួនបានទទួលអាសនៈ4នៅក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហើយខ្លួននឹងឈ្នះការបោះឆ្នោតនៅឆ្នាំ2018លោកនិយាយបន្តទៀតថាការសន្មតនេះជាកំហុសមួយកាលពីពាក់កណ្ដាលខែមីនានេះអ្នកគ្រូនាងផល្លាបានធ្វើឲ្យពិភពលោកស្គាល់ប្រទេសកម្ពុជាថែមមួយកម្រិតទៀតតាមរយៈការខិតខំប្រឹងប្រែងចំណាយពេលអស់ជាង20ឆ្នាំនៅក្នុងការបង្រៀនកូនសិស្សពីការភ្នែកកថ្លង់នៅអង្គការគ្រួសារថ្មីសកម្មភាពទាំងនេះបានធ្វើឲ្យអ្នកគ្រូបានជាប់ជាបេក្ខជនជំរើស10នាក់ចុងក្រោយសម្រាប់ការប្រកួតប្រជែងក្នុងកម្មវិធីពានរង្វាន់គ្រូឆ្នើមពិភពលោកនាងធីតាវិនបានជួបសម្ភាសជាមួយអ្នកគ្រូនាងផល្លានាយិកាសាលាកុមារពិការភ្នែកនិងកថ្លង់និងជាអ្នកសម្របសម្រួលកម្មវិធីអប់រំកុមារពិការភ្នែកនិងកថ្លង់នៃអង្គការគ្រួសារថ្មីអ្នកគ្រូនាងផល្លាបានឲ្យដឹងថាអង្គការគ្រួសារថ្មីជួបបញ្ហាខ្វះថវិកាជាច្រើនសម្រាប់ជួយដល់កុមារពិការហើយដូច្នេះការបរិច្ចាគរបស់ប្រជាជនខ្មែរពិតជាមានសារៈសំខាន់ដល់កុមារពិការនៅក្នុងប្រទេសកម្ពុជាសូមអញ្ជើញស្ដាប់សេចក្តីសម្ភាសន៍ទាំងស្រុងដូចតទៅជំរាបសួរអ្នកគ្រូនាងផល្លាជាគ្រូបង្រៀនសិស្សពិការកថ្លង់នៅក្នុងអង្គការគ្រួសារថ្មីកាលពីថ្ងៃអាទិត្យទី15មិនិនានេះនៅទីក្រុងឌូបៃទោះបីជាអ្នកគ្រូមិនបានទទួលជោគជ័យនៅក្នុងកម្មវិធីពានរង្វាន់គ្រូឆ្នើមពិភពលោកក៏ដោយក៏ប៉ុន្តែអ្នកគ្រូបានពំនាំយកអ្វីខ្លះពីស្ថានភាពកុមារពិការនៅក្នុងប្រទេសកម្ពុជាយើងនឹងទៅប្រាប់ពិភពលោកដែរទៅចា៎ខ្ញុំសូមជម្រាបជូនថាពេលដែលខ្ញុំទៅចូលរួមនៅក្នុងកម្មវិធីប្រកួតប្រជែងគ្រូឆ្នើមពិភពលោកហ្នឹងយើងបានជម្រាបជូនគាត់ថែមទៀតនៅកម្មវិធីអប់រំកុមារពិការភ្នែកហើយនិងកុមារកថ្លង់នៅក្នុងប្រទេសកម្ពុជារបស់យើងហើយខ្ញុំក៏បានជម្រាបជូនថាប្រទេសកម្ពុជាក្រោយពីរបបខ្មែរក្រហមគឺថាការអប់រំគឺយើងចាប់ផ្ដើមឡើងវិញពីសូន្យនេះចោះតម្រាំតែអ្នកពិការយើងអត់ទាន់មានទាំងអស់ឆ្នាំ1993យើងតែចាប់ផ្ដើមចាមានអង្គការគ្រួសារថ្មីដែលមានលោកប្រធានអង្គការគ្រួសារថ្មីលោកប៊ឺណ័រឌុយតាតូអាម៉ាំងសុងហ្នឹងគាត់ជាអ្នកចាប់ផ្ដើមរកថវិកាដើម្បីដំណើរការអប់រំកុមារពិការភ្នែកនៅក្នុងប្រទេសកម្ពុជាចាហើយខ្ញុំជាអ្នកបច្ចេកទេសខ្ញុំជាគ្រូបង្រៀនសិស្សពិការ
ផ្នែកនៅក្នុងប្រទេសកម្ពុជាទី1អ្នកខ្លះគាត់ថាខ្ញុំចុះពីឡានភ្លាមចូលទៅក្នុងអូតែភ្លាមគឺគេស្គាល់យើងកម្ពុជាហើយស្រេចព្រោះនៅក្នុងនោះយើងមានជាង20ប្រទេសចូលរួមហើយយើងមានមនុស្សហើយជាង7000នាក់ចាចូលរួមនៅក្នុងវេទិកានោះអត់ចាំបាច់ប្រាប់គេថាយើងមកពីប្រទេសកម្ពុជាគឺគេស្គាល់ហើយបានពំនាំចាជាពំនាំសកម្មភាពបន្ថែមទៀតទៅប្រាប់ពិភពលោកដឹងថានៅប្រទេសកម្ពុជាក៏មានការអប់រំល្អឲ្យពិភពលោកទទួលស្គាល់ប្រទេសកម្ពុជារបស់យើងកាន់តែច្បាស់កាន់តែច្រើនឡើងចាយើងប្រាប់តាំងពីយើងចាប់ផ្ដើមដំបូងបើកុំតែមានអង្គការគ្រួសារថ្មីក៏កម្មវិធីសម្រាប់កុមារពិការភ្នែកនិងកោថ្លង់មិនបានមានដល់សប្តាហ៍ថ្ងៃនេះល្អប៉ុណ្្នឹងទេថាយើងអ្នកក្នុងប្រទេសក្រៅប្រទេសក៏គេទទួលស្គាល់ស្នាដៃនឹងការងារអប់រំកុមារពិការភ្នែកនិងកោថ្លង់នៅកម្ពុជាដែរចាហើយពេលដែលគេជួបហ្នឹងគេមិនមែនថាខ្ញុំហ្នឹងជាគ្រូនៅអង្គការគឺមិនមែនទេគេថាខ្ញុំជាគ្រូបង្រៀននៅកម្ពុជាតែម្ដងគាត់ទទួលស្គាល់ថាប្រទេសកម្ពុជាយើងមានគ្រូឆ្នើមប្រចាំប្រទេសដែរចានៅលើពិភពលោកតែម្ដងពេលដែលខ្ញុំសម្រេចចិត្តថាខ្ញុំដាក់ពាក្យទៅហ្នឹងគឺថាទី1ចាំបង្ហាញទៅពិភពលោកដឹងថាប្រទេសកម្ពុជាក៏មានគ្រូឆ្នើមនៅលើពិភពលោកដែរសម្រាប់កម្ពុជារបស់យើងចាមួយទៀតដើម្បីស្វែងរកថវិកាមកទ្រទ្រង់អង្គការហ្នឹងដើម្បីបន្តទៅមុខទៀតចាសំខាន់ណាស់គឺពីរហ្នឹងចាតើការមិនបានទទួលជោគជ័យនៅក្នុងកម្មវិធីនេះធ្វើឲ្យអ្នកគ្រូបាក់ទឹកចិត្តដែរទេអ្នកគ្រូចាចាជាការពិតពេលដែលគេប្រកាសខ្ញុំមិនបានជាប់នឹងគឺថាមានអារម្មណ៍សោកស្ដាយមែនទែនសោកស្ដាយដូចថាទី1ដែលធ្វើឲ្យមិនបានទៅតាមទំហំនៃការគ្រប់គ្រងប្រជាពលរដ្ឋខ្មែររបស់យើងនៅក្នុងប្រទេសផងនៅក្រៅប្រទេសផងគឺថាមិនបានទំហំទឹកចិត្តនៃគាត់ពួកគាត់ជួយគ្រប់គ្រងខ្ញុំជាពិសេសរដ្ឋាភិបាលដែលគាត់បានជួយគ្រប់គ្រងខ្លាំងមែនទែនក្រសួងអប់រំទៅដែលធ្វើឲ្យខ្ញុំនឹងថាមានអារម្មណ៍រំសាយឡើងវិញដោយសារមានអ្នកដេញចូលរួមនៅក្នុងនឹងតែម្ដងគាត់បានខកចិត្តនឹងសោកស្ដាយជាមួយយើងដែរចាដូច្នេះវាមិនថ្មីទេទោះបីជាយ៉ាងម៉េចក៏ខ្ញុំដូចថាមានកិត្តិយសសម្រាប់ប្រទេសរបស់យើងមានកិត្តិយសជាប់នៅក្នុងចំណោមគ្រូឆ្នើម10នាក់លើពិភពលោកដែរចាដែលមានឈ្មោះបោះសម្លេងនៅលើពិភពលោកដែរចាឲ្យពិភពលោកដឹងថាកម្ពុជាក៏មានគ្រូឆ្នើមដែរនេះជាមោទនភាពនៅប្រទេសជាតិរបស់យើងចាប់ថាអ្នកគ្រូនឹងមានកម្រងដាក់ចូលការប្រកួតប្រជែងនៅក្នុងកម្មវិធីនេះលើក្រោយទៀតដែរទេចាតាមការពិតខ្ញុំមិនដឹងថាគោលការណ៍គេយើងអាចដាក់ទៀតបានអត់ចាក៏ប៉ុន្តែគ្រាន់តែថាឈ្មោះយើងនឹងជាប់នៅក្នុងចំណោម10នាក់ហ្នឹងដូច្នេះអ្នកទាំងអស់ហ្នឹងគឺថាបានចូលជា Ambassador Education ចាដូច្នេះក្រុមយើងទាំងអស់គ្នាហ្នឹងជាអ្នកដូចថាចែករំលែកបទពិសោធន៍ទៅឲ្យខាងគេវិញចាបើសិនណាជាខ្ញុំមានឱកាសហើយបើសិនណាជាគេឲ្យដាក់ចូលប្រកួតប្រជែងនៅលើកម្មវិធីអប់រំលើពិភពលោកអ្វីផ្សេងទៀតដែលខ្ញុំអាចដាក់ទៅបានដែលមានសិទ្ធិអាចដាក់ទៅម្ដងទៀតបានខ្ញុំនឹងដាក់ទៅម្ដងទៀតចាតើអ្នកគ្រូទទួលបានបទពិសោធន៍អ្វីខ្លះសម្រាប់ការចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីពានរង្វាន់គ្រូឆ្នើមពិភពលោកលើកនេះចាជាការពិតខ្ញុំមានបទពិសោធន៍ច្រើនមែនទែននៅពេលដែលខ្ញុំជាប់នៅក្នុងគ្រូឆ្នើមចំនួន10នាក់នឹងទី1គឺធ្វើឲ្យខ្ញុំនឹងទទួលនៅដែលថាអារម្មណ៍ថាធ្វើយ៉ាងម៉េចលើកក្រោយបើសិនមានឱកាសខ្ញុំនឹងធ្វើឲ្យបានឈ្នះគេអារម្មណ៍ទី1និងបទពិសោធន៍ទី1ហើយបទពិសោធន៍មួយទៀតខ្ញុំបានចូលរួមនៅក្នុងសិក្ខាសាលាអន្តរជាតិសម្រាប់ការអប់រំពិភពលោកហ្នឹងគឺថាធ្វើឲ្យខ្ញុំទទួលបទពិសោធន៍ខ្លះស្រុកខ្មែរយើងអត់មានបទពិសោធន៍ខ្លះយើងមានលើសគេទៀតដូច្នេះធ្វើឲ្យខ្ញុំនឹងគិតថាប្រទេសខ្មែរយើងក៏មិនអន់ដែរការអប់រំបទពិសោធន៍ខ្លះគឺគេអត់មានទេយើងធ្វើបានបទពិសោធន៍ដែលគេធ្វើអត់បានគឺថាជំហានទី1បំផុតដែលខ្ញុំសួរទៅលើគេវិញដែលគេចាប់ផ្ដើមដំបូងនៅកម្មវិធីរបស់គេគឺគេអត់មានបទពិសោធន៍ពិបាកដូចយើងទេបទពិសោធន៍របស់ខ្ញុំដែលខ្ញុំបង្ហាញទៅគេគឺថាពិបាកមែនទែនដែលខ្ញុំម្នាក់ឯងខ្ញុំតស៊ូដើម្បីឲ្យមានថ្ងៃហ្នឹងចាតើអ្នកគ្រូនឹងមានការរៀបចំផែនការយ៉ាងណាសម្រាប់បង្រៀនកូនសិស្សពិការភ្នែកកោថ្លង់បន្តទៅទៀតចាទោះបីជាមិនបានជាប់នៅគ្រូឆ្នើមពិភពលោកពានរង្វាន់លេខ1នឹងក៏ដោយក៏ខ្ញុំនៅតែបន្តការងាររបស់ខ្ញុំដើម្បីជួយទៅដល់កុមារពិការភ្នែកនិងកុមារកោថ្លង់នៅក្នុងប្រទេសកម្ពុជាឲ្យគាត់ទទួលបានការអប់រំដោយកុមារទូទៅដែរចំពោះក្មេងពិការនៅក្នុងប្រទេសកម្ពុជាតើអ្នកគ្រូយល់ឃើញថាពួកគាត់ត្រូវការជួយទំនុករម្រងដូចម្តេចដែរទៅចាចំពោះសិស្សពិការភ្នែកនិងសិស្សកោថ្លង់នៅក្នុងប្រទេសកម្ពុជារបស់យើងគឺថាក្នុងការជួយផ្គត់ផ្គង់ទ្រទ្រង់គាត់គឺថាយើងមិនមានអីពិសេសឲ្យខ្លាំងឲ្យដាច់ដោយឡែកពីមនុស្សធម្មតាទេប៉ុន្តែគ្រាន់តែថាពេលដែលយើងផ្ដល់ការសិក្សាឲ្យគាត់យើងត្រូវតែពិសេសហើយក្នុងការទទួលយកការអប់រំគាត់ទទួលយកបានដូចយើងសិស្សធម្មតាដែរគ្រាន់តែថាពីការភ្នែកយើងបកប្រែជាអក្សរបារាយសម្រាប់គាត់ពីការកោថ្លង់គឺថាយើងត្រូវប្រើជាភាសាសម្រាប់គាត់ចាបកប្រែជូនគាត់គឺថាគាត់ទទួលការសិក្សាបានដូចជាសិស្សទូទៅអញ្ចឹងចានៅក្នុងប្រទេសកម្ពុជាតើអ្នកគ្រូយល់ឃើញដូចម្តេចដែរសម្រាប់ការពង្រឹង
ផែនការអប់រំទៅដល់កុមារពិការចានៅក្នុងប្រទេសកម្ពុជារបស់យើងក្នុងការបង្រឹងទៅដល់កម្មវិធីអប់រំកុមារពិការគឺថាតាំងពីផ្ដើមមករហូតមកដល់បច្ចុប្បន្នហ្នឹងគឺថាយើងមានសិស្សពិការភ្នែកដែលរៀននៅអង្គការគ្រួសារថ្មីប៉ុន្តែយើងសិស្សទាំងអស់ហ្នឹងក៏បានដាក់បញ្ចូលទៅរៀនរួមជាមួយនឹងសិស្សនៅសាលារដ្ឋដែរមិនមែនរៀនដាច់ដៃទេកម្មវិធីហ្នឹងចាហើយមួយទៀតក្រសួងអប់រំក៏លោកបានជួយច្រើនមែនទែនន័យថាជួយគ្រូដែលគាត់មិនមានក្របខ័ណ្ឌរដ្ឋគឺរដ្ឋាភិបាលយើងបានបកគោលក្របខ័ណ្ឌរដ្ឋទៅឲ្យគ្រូរឿងមួយទៀតដេញផែនការដេញថាធំមែនទែនប៉ុន្តែខ្ញុំមិនដឹងថាតើយើងអាចទៅរួចឬក៏មិនទៅរួចប៉ុន្តែខ្ញុំសង្ឃឹមថាឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំលោកនឹងជួយនឹងរៀបចំផែនការនឹងទន្ទឹមនឹងពេលដែលខ្ញុំត្រឡប់មកវិញហ្នឹងប្រហែលជាថាសុំទៅដល់គាត់ថាបើសិនណាជាក្រសួងអប់រំលោករៀបចំផែនការដូចថាពេលដែលរើសគរុសិស្សចូលទៅរៀននៅគរុកសលដែលអញ្ចឹងមានគោលបំណងធ្វើជាគ្រូគឺថាដាក់ប៉ុស្តិ៍ឲ្យស្រេចគ្រូណាដែលបរៀនសិស្សពិការគ្រូណាដែលបរៀនសិស្សពិការផ្នែកគ្រូណាដែលបរៀនសិស្សកថ្លង់គឺឲ្យគាត់ជាប់ស្វ័យប្រវត្តិខ្ញុំថានឹងជាការល្អមែនទែនហើយក៏មានលោកគ្រូអ្នកគ្រូច្រើនមានឆន្ទៈជួយទៅដល់សិស្សពិការដែលឲ្យតែគាត់ដែលថាផ្ដល់ឱកាសជូនដល់ពួកគាត់ខ្ញុំគិតថាផែនការហ្នឹងវាមានសារៈសំខាន់នៅក្នុងប្រទេសកម្ពុជារបស់យើងព្រោះអង្គការគ្រួសារថ្មីមានផែនការ5ឆ្នាំទៀតនឹងបកគលនឹងផ្ទេរកម្មវិធីអប់រំកុមារពិការភ្នែកនិងកុមារកថ្លង់ទៅជូនដល់ក្រសួងអប់រំហើយក្រសួងអប់រំនឹងត្រូវរៀបចំនៅផែនការហ្នឹងចាដើម្បីថាធ្វើយ៉ាងម៉េចឲ្យមានគ្រូព្រោះយើងមានសិស្សឆ្នាំយើងមានសិស្សកើនឡើងកាន់តែច្រើនចាជុំវិញបញ្ហាទាំងអស់ហ្នឹងគឺថាខ្ញុំចង់បន្ថែមថាដោយថាតែអង្គការគ្រួសារថ្មីយើងបានបម្រើការនៅក្នុងស្រុកខ្មែរយើងជាង20ឆ្នាំហើយមួយទៀតគឺថាគាត់ពិបាកក្នុងការរកថវិកាព្រោះថវិកាដែលដំណើរការនៅក្នុងអង្គការទាំងមូលតែម្ដងគឺយើងរៃអង្គាសពីប្រជាជនក្រៅប្រទេសក្នុងស្រុកខ្មែរយើងគឺយើងបានមួយចំនួនហើយមួយទៀតគឺថាមតិនិងសំណូមពររបស់អ្នកដែលជួយនៅក្រៅប្រទេសហ្នឹងគាត់ថាគាត់នៅក្រៅប្រទេសគាត់អាចជួយមកដល់ខ្មែរចេះរឿងអីហើយពេលដែលគាត់មកលេងនៅស្រុកខ្មែរយើងគាត់ឃើញប្រជាជនខ្មែរយើងខ្លះគាត់ទូធាមែនទែនគាត់អាចមានលទ្ធភាពដូច្នេះសូមឲ្យយើងហ្នឹងជួយរៃអង្គាសនៅក្នុងស្រុកដើម្បីដំណើរការកម្មវិធីកូនខ្មែររបស់យើងវិញព្រោះគាត់មិនមែនជាជនជាតិខ្មែរប៉ុន្តែគាត់មានបំណងគាត់ជួយមកនៅក្នុងប្រទេសកម្ពុជារបស់យើងហេតុអីបានជាយើងខ្មែរនៅក្នុងស្រុករបស់យើងហ្នឹងមិនជួយខ្មែរគ្នាឯងនៅក្នុងស្រុកផងចាដូច្នេះខ្ញុំមានថាសូមអំពាវនាវទៅដល់ប្រជាជនខ្មែរយើងនៅក្នុងស្រុករបស់យើងហ្នឹងនិងក្រៅស្រុកហ្នឹងថាសូមឲ្យជួយខ្មែរគ្នាយើងនៅក្នុងស្រុកផងដើម្បីខាងយើងនឹងដំណើរការបន្តទៅមុខទៀតចានាងខ្ញុំសូមអរគុណអ្នកគ្រូដែលបានផ្ដល់កិច្ចសម្ភាសន៍នេះនាងខ្ញុំសូមជម្រាបលាចាអរគុណសូមជម្រាបលាចាតទៅនេះសូមលោកអ្នកនាងស្ដាប់បទវិចារណកថារបស់វិទ្យុសំឡេងសហរដ្ឋអាមេរិកដែលឆ្លុះបញ្ចាំងទស្សនៈនៃរដ្ឋាភិបាលអាមេរិកកាំងជាង1ឆ្នាំមុននេះពួកទាហាននៃកងយុទ្ធពលរុស្ស៊ីដែលពាក់របាំងមុខនិងស្លៀកពាក់ឯកសណ្ឋានគ្មានបង្ហាញកងឯកភាពបានចូលត្រួតត្រាឧបទ្វីបគ្រីមេនៃប្រទេសអ៊ុយក្រែនដោយរំលោភយ៉ាងជាក់ស្ដែងលើច្បាប់អន្តរជាតិបន្ទាប់មកអាជ្ញាធរក្នុងមូលដ្ឋានគាំទ្រដោយរុស្ស៊ីបានរៀបចំការបោះឆ្នោតប្រជាមតិមួយដោយខុសច្បាប់និងមិនត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញហើយតមកទៀតក៏មានជាបន្ទាន់នៅសេចក្តីប្រកាសឯករាជ្យពីប្រទេសអ៊ុយក្រែនដោយក្រុមប្រឹក្សាកម្ពុជានៃតំបន់គ្រីមេដែលបានត្រូវបន្ទប់ថ្មីនោះនៅថ្ងៃទី18ខែមីនាការកាន់កាប់ឧបទ្វីបគ្រីមេដោយសហព័ន្ធរុស្ស៊ីបានត្រូវប្រកាសចាប់តាំងពីដើមរហូតដល់ទីបញ្ចប់អាកប្បកិរិយារបស់រុស្ស៊ីនៅក្នុងដំណើរការនេះជាការផ្ទុយនឹងសន្ធិសញ្ញានិងឯកសារអន្តរជាតិនានាដោយមានរួមបញ្ចូលអនុស្សរណៈក្រុងប៊ូដាពេស្តកាលពីឆ្នាំ1994ផងដែរនៅក្នុងអនុស្សរណៈនោះប្រទេសរុស្ស៊ីសហរដ្ឋអាមេរិកនិងប្រទេសអង់គ្លេសបានបញ្ជាក់ជាថ្មីអំពីកាតព្វកិច្ចរបស់ពួកគេនៅក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិក្នុងការគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីនៃប្រទេសអ៊ុយក្រែនប្រទេសទាំងនេះក៏បានបញ្ជាក់ជាថ្មីដែរអំពីការបដិញ្ញារបស់ពួកគេក្នុងការគោរពអធិបតេយ្យភាពនិងបូរណភាពដែនដីនៃប្រទេសអ៊ុយក្រែនតាមរយៈមាត្រានៃសន្ធិសញ្ញា Helsinki Final Act លោកអ្នកនាងទើបតែបានស្ដាប់បទវិចារណកថារបស់វិទ្យុសំឡេងសហរដ្ឋអាមេរិកដែលឆ្លុះបញ្ចាំងទស្សនៈនៃរដ្ឋាភិបាលអាមេរិកកាំងនៅក្នុងកម្មវិធីផ្សាយរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិកនៅថ្ងៃស្អែកវេលាម៉ោង 5 ព្រឹកសូមអញ្ជើញលោកអ្នកនាងរងចាំស្ដាប់សេចក្តីរាយការណ៍អំពីប្រទេសកម្ពុជាហើយនឹងព័ត៌មានអន្តរជាតិសំខាន់ថ្មីៗពីជុំវិញពិភពលោក
បន្ទាប់មកទៀតលោកជាងពូជីនសូមជូនព័ត៌មានអន្តរជាតិជាទីបញ្ចប់សូមអញ្ជើញលោកពូជីនអរគុណបាទទីភ្នាក់ងារព័ត៌មាន AP រាយការណ៍ថាសេដ្ឋកិច្ចនៅពាសពេញតំបន់ប្រទេស19ដែលប្រើប្រាស់ប្រាក់អឺរ៉ូហាក់ដូចជាមានលឿនទៅមុខខណៈដែលការស្រាវជ្រាវមួយដែលគេបានតាមដានពិនិត្យមើលយ៉ាងដិតដល់បានបង្ហាញនៅថ្ងៃអង្គារនេះថាសកម្មភាពពាណិជ្ជកម្មមានភាពមមាញឹកខ្ពស់បំផុតនៅក្នុងខែមីនាឆ្នាំ2015នេះក្នុងរយៈពេល4ឆ្នាំកន្លងទៅនេះនៅក្នុងការស្រាវជ្រាវប្រចាំខែរបស់ខ្លួនក្រុមហ៊ុនព័ត៌មានហិរញ្ញវត្ថុឈ្មោះ Markit និយាយថាសន្ទុះអ្នកចាត់ចែងការរបស់ខ្លួនអំពីចំនួនទំនិញនៅក្នុងតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូបានឡើងជាង 54% នៅក្នុងខែមីនាលើសពីជាង 53% កាលពីខែកុម្ភៈដែលបង្ហាញឲ្យឃើញចំនួនសន្ទុះខ្ពស់បំផុតខាងការទិញទំនិញចាប់តាំងពីខែឧសភាឆ្នាំ2011មកពួកមន្ត្រីអាហ្គានីស្ថាននិយាយថាខ្មាន់កំភ្លើងបានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏13នាក់នៅក្នុងការវាយប្រហារពាក់កណ្ដាលយប់ទៅលើពួកអ្នកដំណើរដែលធ្វើដំណើរនៅលើផ្លូវ highway ក្នុងតំបន់ភាគកណ្ដាលប្រទេសអាហ្គានីស្ថានអ្នកនាំពាក្យអភិបាលខេត្តវ៉ាដាក់បាននិយាយថាពួកអ្នកវាយប្រហារជាច្រើនអ្នកបានបើកការបាញ់ប្រហារទៅលើរថយន្តប្រហែលម៉ោង10ព្រឹកម៉ោងនៅក្នុងស្រុកនៅថ្ងៃអង្គារនេះគោលបំណងនៃការវាយប្រហារនេះមិនទាន់បានដឹងច្បាស់នៅឡើយទេហើយគ្មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដែលជាការវាយប្រហារថ្មីៗទៅលើរថយន្តដឹកអ្នកដំណើរនៅក្នុងប្រទេសអាហ្គានីស្ថាននោះ Direct from Washington, the voice of America, VOA លោក Gary Herbert អភិបាលរដ្ឋ Utah សហរដ្ឋអាមេរិកបានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់មួយកាលពីថ្ងៃច័ន្ទដោយធ្វើការបាញ់សម្លាប់ជាក្រុមនៃការប្រហារជីវិតពួកអ្នកទោសប្រសិនបើរដ្ឋមិនមានថ្នាំចាក់សម្លាប់គ្មានរដ្ឋណាផ្សេងទៀតនៅក្នុងសហរដ្ឋអាមេរិកដែលមានទោសប្រហារជីវិតអនុញ្ញាតឲ្យធ្វើការបាញ់សម្លាប់ជាក្រុមនោះសមាជិករដ្ឋសភារដ្ឋបានអនុម័តសេចក្តីព្រាងច្បាប់នៅដើមខែនេះដែលធ្វើឲ្យរដ្ឋ Utah ក្លាយជារដ្ឋចុងក្រោយបង្អស់ស្វែងរកវិធីផ្សេងទៀតនៅពេលខ្វះថ្នាំចាក់សម្លាប់ពួកអ្នកទោសប្រហារជីវិតពួកអ្នកប្រឆាំងទោសប្រហារជីវិតបានជំរុញឲ្យអភិបាលរដ្ឋខាងគណៈបក្សសាធារណរដ្ឋបោះឆ្នោតវេតូសេចក្តីព្រាងច្បាប់នេះអភិបាលរដ្ឋ Herbert បាននិយាយថាលោកដឹងថាការបាញ់សម្លាប់ជាក្រុមមានភាពឃោរឃៅបន្តិចក៏ប៉ុន្តែរដ្ឋ Utah ជារដ្ឋមានទោសប្រហារជីវិតហើយចាំបាច់គាំទ្រវិធីប្រហារជីវិតបែបនេះThe voice of America, VOA តម្លៃប្រេងឡើងថ្លៃបន្តិចហើយនឹងការឡើងថ្លៃនៅក្នុងផ្នែកផ្សេងៗទៀតបានជំរុញឲ្យតម្លៃទំនិញប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិកកាលពីខែកុម្ភៈឡើងថ្លៃជាសញ្ញាអតិផរណាប្រហែលកំពុងមានស្ថិរភាពសេចក្តីរាយការណ៍នៅថ្ងៃអង្គារនេះពីក្រសួងការងារសហរដ្ឋអាមេរិកបានបង្ហាញថាតម្លៃទំនិញប្រើប្រាស់បានឡើងថ្លៃ 2/10 នៃ 1% សម្រាប់រយៈពេល1ខែបន្ទាប់ពីការធ្លាក់ចុះកាលពីពេលមុនតម្លៃប្រេងសហរដ្ឋអាមេរិកបានធ្លាក់ចុះយ៉ាងខ្លាំងពីខែមិថុនាដល់ខែមករាហើយបានជួយសន្សំប្រាក់យ៉ាងច្រើនដែលធ្វើឲ្យប្រាក់ទាំងនេះចាក់ចូលទៅក្នុងសេដ្ឋកិច្ចអតិផរណាស្ថិតនៅក្រោម 2% ក្នុងមួយឆ្នាំដែលពួកអ្នកជំនាញការធនាគារកណ្ដាលសហរដ្ឋអាមេរិកជាបាននិយាយថាសេដ្ឋកិច្ចមានសញ្ញាល្អកម្មវិធីផ្សាយរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិកនៅរាត្រីនេះចប់តែត្រឹមនេះសូមអញ្ជើញលោកអ្នកនាងបើកស្ដាប់កម្មវិធីផ្សាយរបស់យើងខ្ញុំនៅព្រឹកស្អែកទៀតពីម៉ោង 5 ទៅម៉ោង 5:30 នាទីតាមរលកវិទ្យុ22 41 49 និង190 ម៉ែត្រត្រូវនឹងកម្រិត 13640 7260 6060 និង 1575 kHz តាមប្រព័ន្ធអ៊ីនធឺណិតជាភាសាអង់គ្លេស voacambodia.com ជាភាសាខ្មែរkhmer.voanews.com សូមលោកអ្នកនាងបានប្រកបដោយសុភមង្គលគ្រប់ប្រការរាត្រីសួស្តី
This program has come to you from the Voice of America, Washington.